បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកតពីវីដេអូមុនទៀតចំពោះវីដេអូមុនគឺយើងបានរៀននៅ Hiragana រួចរាល់អស់ហើយឥឡូវយើងមករៀនអានពាក្យថ្មីងាយស្រួលអានហើយឆាប់ចាំដោយសារតែពាក្យនេះវាមិនមែនជាពាក្យកម្រិតធ្ងន់ទេគឺជាពាក្យកម្រិតដំបូងឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅអានពាក្យនឹងទាំងអស់គ្នាចំពោះពាក្យទី1យើងអានថាអីគឺសេចក្តីស្រឡាញ់សេចក្តីស្រឡាញ់ចំពោះអក្សរអនិងអក្សរអ៊ីនៅពេលដែលពេលវាជួបគ្នាទៅគឺយើងអានទៅជាអីបើយើងអានធម្មតាគឺយើងអ៊ីប៉ុន្តែពេលនៅពេលដែលជួអបូកជាមួយនឹងជួអ៊ីគឺចេញទៅជាសំឡេងអក្សរអៃដូចថាជួកបូកជាមួយនឹងអ៊ីចេញទៅជាកៃជួស័កបូកជាមួយនឹងជួអ៊ីចេញទៅជាសៃនឹងជួតាក់បូកទៅជាមួយនឹងជួអ៊ីចេញជាតៃចំពោះជួអទាំងអស់ឲ្យតែប៉ះជាមួយនឹងអក្សរអ៊ីគឺយើងអានទៅជាសំឡេងអក្សរអៃទាំងអស់ដូចជាស្ដែងនេះគឺជាអក្សរអបូកជាមួយនឹងអក្សរអ៊ីយើងអានថាអ៊ីវាមិនយើងអានទៅជាអៃវិញឥឡូវយើងមើលពាក្យបន្ទាប់ទៀតគឺ EA គឺជាផ្ទះឬក៏លំនៅឋាន EA គឺផ្ទះឥឡូវយើងមើលពាក្យបន្ទាប់ទៀត EA នេះគឺខាងលើ EA ខាងលើពាក្យនេះយើងអត់បូកចូលគ្នាទេបងប្អូនយើងអានធម្មតាអានមួយពាក្យវា EA ខាងលើ EA ខាងផ្ទះឥឡូវយើងមើលពាក្យបន្ទាប់ទៀត A គឺរូបភាពពាក្យបន្ទាប់ទៀតគឺអាអូនោះគឺពណ៌ខៀវអាអូបានថាពណ៌ខៀវឥឡូវយើងអានពាក្យនឹងម្ដងទៀតទាំងអស់គ្នាយើងអានឲ្យច្រើនវាងាយស្រួលចាំហើយយើងឆាប់ចេះលឿនឆាប់ចេះនិយាយមុននឹងយើងអាចនិយាយភាសាជប៉ុនបានច្រើនគឺយើងត្រូវតែស្គាល់ពាក្យឲ្យបានច្រើនទើបយើងអាចនិយាយវាទៅដោយស្រួលឥឡូវយើងអានម្ដងទៀតទាំងអស់គ្នាអៃសេចក្តីស្រឡាញ់ EA ផ្ទះ EA ខាងលើ A រូបភាពអាអូពណ៌ខៀវឥឡូវយើងមើលបន្តទៀតខាអូមុខខាងនេះមុខនេះគឺមុខមាត់យើងហ្នឹងបងប្អូនមុខមាត់មិនមែននៅខាងមុខទេគឺខាអូយើងអានថាមុខហើយមើលពាក្យបន្តទៀតអេគីគឺស្ថានីយ៍រថភ្លើងអេគីស្ថានីយ៍រថភ្លើងហើយយើងមើលពាក្យបន្តទៀតគឺអូកាគឺកូនភ្នំត្រង់នេះខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចចំពោះពាក្យកហើយនឹងកនៅខាងមុខនិងកនៅខាងក្រោយចំពោះពាក្យកនៅខាងមុខយើងអានចេញទៅជាខ្យល់អក្សរខយើងអានថាខាអូចំពោះអក្សរកនៅខាងក្រោយវិញយើងអានថាអូកាទៅជាសលេងអក្សរកវិញដោយសារតែវានៅជួរខាងមុខអញ្ចឹងយើងអានទៅជាសលេងអក្សរខវាពីរោះស្ដាប់ជាងហើយបើយើងអានកអូអក្សរកសលេងអក្សរកដូចគ្នាក៏ត្រូវដូចគ្នាដែរប៉ុន្តែយើងអានទៅជាពាក្យយ៉ាងទៅយើងអានជាខ្យល់អក្សរខវាពីរោះស្ដាប់ជាងឥឡូវយើងអានម្ដងទៀតខាអូមុខអេគីស្ថានីយ៍រថភ្លើងអូកាកូនភ្នំចំពោះអក្សរកនិងសលេងអក្សរកនិងអក្សរខ
វាមិនជាបញ្ហាទេសំខាន់ឲ្យតែយើងនិយាយទៅគេស្ដាប់បាននិងគេនិយាយមកយើងស្ដាប់បានវិញដូចគ្នាហើយពាក្យបន្ទាប់ទៀតគឺ ike 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 គឺត្រពាំងនេះមិនមែនជាត្រពាំងឫស្សីទេបងប្អូនគឺជាត្រពាំងដែលមានទឹកភាសាតាមតំបន់គេហៅបៀត្រពាំងគីឡូឬក៏ថ្លុកតាមភាសាតំបន់នេះមួយទៅហើយយើងមើលពាក្យបន្ទាប់ទៀតគឺ khoe គឺសំឡេងត្រង់នេះគឺជាជួរអក្សរកៈគិគឺកេកោបងប្អូនដែលយើងបានរៀននៅវីដេអូមុនចំពោះពាក្យនេះខ្យល់អក្សរខវានៅខាងមុខយើងអានទៅជា khoe យើងអាន koe ក៏ត្រឹមត្រូវដូចគ្នាដែរមិនជាបញ្ហាទេ koe ក៏បាន khoe ក៏បានដល់ពេលពាក្យនេះ ike យើងអាន ike ក៏បាន ike ក៏បានវាមិនជាបញ្ហាទេសំខាន់ឲ្យតែយើងស្ដាប់បានហើយនឹងអ្នកស្ដាប់យើងនឹងគេស្ដាប់បានឥឡូវពាក្យរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាចាំពាក្យទាំងអស់ហ្នឹងដោយសារតែយើងមុននឹងចេះនិយាយភាសាជប៉ុនបានយើងត្រូវតែស្គាល់ពាក្យហើយពាក្យហ្នឹងគេអានយ៉ាងម៉េចមានន័យយ៉ាងម៉េចទើបយើងអាចនិយាយភាសាជប៉ុនទៅដោយរលូនមិនជាបញ្ហាទេសំខាន់អ្នកទាំងអស់គ្នាព្យាយាមអានព្យាយាមសរសេរព្យាយាមស្ដាប់ទាំងអស់គ្នាដើម្បីឆាប់ចេះនិងចាំបានច្រើនអាចនិយាយបានច្រើនឥឡូវវីដេអូនេះគឺមានតែប៉ុណ្ណឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយទៀតនឹងមានពាក្យថ្មីជាច្រើនទៀតបាទសូមអរគុណហើយនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូម